គម្រោងការអាជីនៅតែបរាជ័យដដែលបងប្អូនអរគ្នាបាទសួស្តីបងប្អូនអរគ្នាជាពិសេស fan រឿងម្ចាស់ស្នេហ៍ប្រែបេះដូងទាំងអស់គ្នាបាទហើយបងប្អូនអរគ្នាបានទស្សនារឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគ12ហើយឬនៅបងប្អូនអរគ្នាបាទបើសិនជាបងប្អូនមើលហើយបងប្អូនប្រកាសជាដឹងហើយមែនអត់បាទគឺគម្រោងការរបស់អាជីនៅតែបរាជ័យដដែលទីបងប្អូនអរគ្នាបាទអាជីនឹងបានប្រើល្បិចឲ្យអាឆាយក៏ដូចជាឲ្យអាបឺតនឹងមកផ្ទះលោកវិតហើយបាទអាជីនាំលោកវិតទៅមើលកុនមើលអីចឹងទៅបាទបំបែងដានកុំឲ្យលោកវិតឆាប់មកចូលផ្ទះអញ្ចឹងណាបាទឲ្យសួរឲ្យអាបឺតហើយនឹងអាឆាយនឹងចូលមកផ្ទះនឹងហើយប្រតិបត្តិការនៅគម្រោងការដែលវាដាក់ឲ្យអញ្ចឹងណាបងប្អូនហើយក៏បានប្រើយាយញក់ដែរបងប្អូនអរគ្នាបាទអាឆាយបានប្រើយាយញក់ដាក់ថ្នាំងងុយដេកក្នុងកាហ្វេយកទៅឲ្យម៉ាលីអញ្ចឹងណាបងប្អូនប៉ុន្តែម៉ាលីនៅតែជាមនុស្សឆ្លាតដដែលបងប្អូនបាទម៉ាលីនៅតែមនុស្សឆ្លាតដដែលដឹងគ្រប់រឿងមុនទាំងអស់តែម្ដងដោយសារតែយាយញក់ហ្នឹងគឺអត់ដែលបានធ្វើល្អជាមួយម៉ាលីទេហើយម៉ាលីក៏ដឹងមុនដឹងផែនការក៏គេមិនហូបកាហ្វេនឹងដែរបងប្អូនគេយកទៅចាក់ចោលអញ្ចឹងណាម៉ាលីយកចាក់ចោលទៅបាទហើយធ្វើជាងងុយគេងងុយអីក៏គេលើសាឡុងអញ្ចឹងទៅហើយក៏យាយញក់នឹងមកដាស់ហើយគាត់ធ្វើជាមិនដឹងខ្លួនអញ្ចឹងណាដល់ពេលអាឆាយមកបងប្អូនអរគ្នាបាទគាត់តែលាបលេស្នេហ៍ហើយត្រូវមកជើងតែម្ដងប៉ុន្តែអាឆាយវាថាម៉ាលីនឹងបំមើបងប្អូនមកបំមើមានអីបាទក៏វាទេឲ្យអាបឺតនឹងមកប្រតិបត្តិការនៅផ្ទះលោកវិតនឹងតែម្ដងបន្ទាប់ពីអាបឺតមកដល់ហើយយាយញក់នឹងក៏គាត់ភ្ញាក់ផ្អើលជាមួយម៉ាលីដែរដោយសារតែគាត់បានឲ្យកាហ្វេដែលប្រើថ្នាំងុយដេកចឹងហើយម៉ាលីគាត់ឃើញកៅម៉ាលីផឹកអស់ហើយអញ្ចឹងគាត់ឆ្ងល់ថាហេតុអ្វីបានជាថ្នាំហ្នឹងគាត់ដាក់ហើយអត់មានប្រសិទ្ធភាពអញ្ចឹងគាត់ក៏សាកហូបដោយខ្លួនឯងមានអីបងប្អូនបាទគឺគេឲ្យកាន់ទូរស័ព្ទថតយាយញក់បាទដេកលក់បាត់តែម្ដងដោយសារតែគាត់ត្រូវថ្នាំនឹងអញ្ចឹងណាបន្ទាប់មកបឺតក៏ចូលទៅប្រតិបត្តិការជាមួយម៉ាលីប៉ុន្តែធ្វើអីម៉ាលីអត់បានទេដោយអាប៊ីបានទេទៅលោកវិតប្រាប់ថាមានបរិសម្នាក់លើកមុនហ្នឹងបានចូលមកផ្ទះគាត់អញ្ចឹងគាត់ក៏ចេញជាមួយអាជីមកគាត់មកជួយម៉ាលីបានតាន់ពេលវេលាអញ្ចឹងគឺម៉ាលីអត់តាន់អីទេបងប្អូនហើយសាច់រឿងហ្នឹងអាចនឹងចិត្តដល់ភាគបញ្ចប់ហើយបងប្អូនដោយសារតែអាជីហ្នឹងវាកាន់តែចេញអាការៈមួយមិនស្រួលណាបងប្អូនបាទចេញអាការៈមួយមិនស្រួលគឺនៅតែលោកវិតហ្នឹងបានហូបពងទាជៀនហើយម៉ាលីក៏រុញពងទាជៀននឹងមកឲ្យអាជីក៏មានអាការៈថាធំក្លិនពងទានោះគឺអត់បានដោយសារតែគាត់ចាញ់កូនបងប្អូនអញ្ចឹងហើយធ្វើឲ្យអាចនឹងភាគទី13ម៉ាលីនឹងដឹងថាអាជីប្រហែលជាមានកូនហើយមិនដឹងថាសាច់រឿងទៅមុខទៀតយ៉ាងម៉េចទេយើងអត់ទាន់ដឹងទេតែគាត់ដឹងថាភាគ13ហ្នឹងអាចនឹងបែកកាយបងប្អូនជំនាញក៏តាមប៉ានស្មានណាបងប្អូនបាទអញ្ចឹងហើយយើងមានតែចាំអត់មើលទាំងអស់គ្នាបាទតែភាគ13នេះបែកកាយឬមិនបែកកាយយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអរគ្នាបាទកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនអរគ្នាបាទហើយអរគុណបងប្អូនអរគ្នាបាទបាយបាយ